មើលទៅសបាយមាំមកបងប្អូនហើយបើគឺថាទឹកឡើងត្រជាក់តែម្ដងហើយទឹកច្រើនណាបងប្អូនយើងក៏ប៉ុន្តែទឹកហ្នឹងអត់ជ្រៅទេទឹករាក់ទេដែលយើងអាចលេងសបាយហើយបងប្អូនឃើញហើយបាទទឹកហូរគឺហូរមិនមែនហូរខ្លាំងទេហូរតិចមកល្មមដែលយើងលេងគ្មានគ្រោះថ្នាក់អញ្ចឹងណាបងប្អូនយើងតើលើបើចាំយូរទេខ្ញុំនាំបងប្អូនទៅទស្សនាកន្លែងដើរលេងកំសាន្តមួយដែលខ្ញុំទៅលើកទី1ដែរទេបងប្អូនយើងក៏ប៉ុន្តែវាតាក់ចិត្តខ្ញុំណាតែអារម្មណ៍ខ្ញុំចង់ឲ្យទៅលេងទៀតតើយើង let's go ដំបូងឡើយយើងឆែក map មើលតើចម្ងាយផ្លូវហ្នឹងវាមានចំនួនប្រមាណគីឡូអូឆ្ងាយគួរសមដែរបងប្អូនយើងក៏ប៉ុន្តែមិនអីទេចង់ទៅដើរលេងកំសាន្តយើងត្រូវតែតស៊ូទៅបងប្អូនយើងតើយើងដំបូងឡើយខ្ញុំធ្វើដំណើរចេញពីខេត្តកំពង់ស្ពឺព្រំប្រទល់ជាមួយនឹងខេត្តកណ្ដាលអញ្ចឹងខ្ញុំជិះតាមផ្លូវជាតិលេខ 6A ហើយបន្ទាប់មកខ្ញុំជិះកាត់តាមខេត្តកំពង់ចាមបងប្អូនប្រិមិត្តយើងធ្វើដំណើរមករហូតបាទបងប្អូនផ្លូវស្រួលជិះទេអត់ពិបាកទេណាបងប្អូនប្រិមិត្តយើងហើយយើងចំណាយពេលជិះហ្នឹងគឺយូរម៉ោងគួរសមក៏ប៉ុន្តែបើយើងចង់សប្បាយយើងចង់ស្គាល់កន្លែងថ្មីតើយើងជិះឆ្ងាយអញ្ចឹងបានសប្បាយចិត្តបងប្អូនយើងឲ្យជិះចិត្តអត់សប្បាយទេឥឡូវយើងមកដល់ហើយបងប្អូនយើងក៏ប៉ុន្តែកន្លែងនេះតម្រូវឲ្យយើងបាទគិតសេវាកម្មឲ្យគេបងប្អូនប្រិមិត្តយើងដោយសារតែយើងត្រូវជិះទូកទៅអញ្ចឹងណាហើយទូកហ្នឹងគឺគេយកម្នាក់ទាំងទៅទាំងមកហ្នឹងគឺម្នាក់ 10000 ទេអញ្ចឹងជិះបាន5 6នាក់អញ្ចឹងថាគេយកតែ 50000 ទេបងប្អូនយើងក្នុងទូកមួយទាំងទៅទាំងមកអញ្ចឹងយើងចាប់ផ្ដើមសេរីសរងទៅហើយកន្លែងនេះគេហៅថាសហគមន៍អេកូទេសចរបងប្អូនយើងនៅខាងខេត្តក្រចេះហើយនេះគេហៅថាកោះព្រំប្រចារីបងប្អូនយើងបងប្អូនឃើញទឹកតំណងឯងហើយកោះព្រំប្រចារីវានៅម្នាក់មកជាហៀងកម្ពីខេត្តក្រចេះក៏ប៉ុន្តែយើងអត់ទៅលេងកម្ពីដោយសារតែកម្ពីខ្ញុំទៅលេងហើយឥឡូវខ្ញុំមកលេងខាងនេះវិញអញ្ចឹងណាបងប្អូនយើងតើយើងទៅមើលទេសភាពទាំងអស់គ្នាបងប្អូនឃើញទេបាទយើងជិះទូកត្រជាក់មែនទែនដោយសារតែនៅនេះសុទ្ធតែទឹកបងប្អូនយើងក៏ប៉ុន្តែទឹកហ្នឹងគឺមិនមែនទឹកជ្រៅទេណាទឹករាក់ទេហើយកន្លែងនេះមានបាកោះខ្សាច់ច្រើនណាបងប្អូនយើងមានខ្សាច់មានដើមឈើមានរុក្ខជាតិផ្សេងមានសត្វពេលខ្ញុំជិះមកតាមផ្លូវហ្នឹងឃើញអាកន្លែងសហគមន៍គេនោះអូយបងប្អូនឲ្យសុទ្ធតែសត្វស្លាបបាទសុទ្ធតែសត្វស្លាបនិយាយចង់តឡាន់សត្វស្លាបច្រើនណាគេអត់ឲ្យយើងបរបាញ់ទេគេទុកមើលអញ្ចឹងបងប្អូនប្រិមិត្តយើងនិយាយថាអូយទេសភាពស្រស់ស្អាតណាស់ចំពីផ្លូវគេទៅធ្វើឲ្យស្ពានគេបើកឲ្យយើងជិះទៀតអូយអែមស្នេហ៍តែម្ដងបងប្អូនយើងនេះបងប្អូនមើលគល់ឈើប៉ុណ្ណាអូយបងប្អូនហើយបាទទឹករាក់ហ្នឹងហើយទឹកអត់ហូរខ្លាំងទេយើងអាចលេងកំសាន្តបានអញ្ចឹងណាហើយដំបងឡើយទៅកន្លែងច្រកមួយទៀតនោះស្រាប់តែទៅដល់សតតែភ្ញៀវគេពងលេងអញ្ចឹងទៅក៏សុំឲ្យទូកជូនទៅកន្លែងផ្សេងហើយខាងទូកហ្នឹងក៏គាត់ជូនទៅដាក់កន្លែងផ្សេងនេះបងប្អូនឃើញទេមកដល់ទីតាំងនេះគឺតំណងលេងបងប្អូនតំណងលេងមែនតើស្អាតហើយស្ងាត់ល្អហើយត្រជាក់ទៀតបងប្អូនយើងសំខាន់ទឹករាក់ទៀតអញ្ចឹងក្មេងៗតូចអីគាត់អាចចោះងូតលេងកំសាន្តបានអញ្ចឹងណាហើយនៅទីនេះខ្ញុំសួរអ្នកដែលគេនៅនឹងតល់តែម្ដងខាងសហគមន៍គេហ្នឹងគាត់ថាយើងចង់បោះតង់ក៏បានដែរក៏ប៉ុន្តែនៅកន្លែងនេះយើងលេងបានតែខែទឹកស្រកទេខែទឹកឡើងគឺលិចអស់ហើយណាអញ្ចឹងខែទឹកស្រកយើងអាចមកបោះតង់លេងបានបាទគេមកយប់ពីយប់ទៅយើងមានតង់មានរបស់ហូបមានអីខ្លួនឯងស្រាប់អញ្ចឹងគេអត់ហាមទេព្រោះនៅកន្លែងនេះនៅខាងក្នុងហ្នឹងអត់មានអ្នកលក់ទេបាទមានអ្នកលក់ទេមានតែផ្លូវចុះមកខាងលើនោះអញ្ចឹងបើសិនណាបងប្អូនមានម្ហូបនំចំណីអាហារអីផ្សេងបងប្អូនអាចយកមកបានបាទយកមកយើងមានកតេលមានអីទៅក៏ប៉ុន្តែនៅនេះខាងទូកក៏គេមានកតេលដែរក៏ទូកកតេលឲ្យយើងអង្គុយលេងអញ្ចឹងណាហើយមើលទៅដើមឈើធំមានអារម្មណ៍ថាប្លែកបងប្អូនប្លែកមែនតើបាទប្លែកពីកន្លែងផ្សេងទាំងអស់ដោយសារតែមកគឺមានតែក្រុមរបស់យើងទេហើយក្រុមផ្សេងគេនៅកន្លែងផ្សេងអញ្ចឹងទៅអញ្ចឹងអត់មានការរំខានអត់មានខ្លាចទាស់ទាសឬក៏អត់មានខ្លាចទាស់ពាក្យសម្ដីគ្នារំខានគ្នាវាយគ្នាអត់មានទេបងប្អូនយើងលេងតែយើងគេលេងតែគេអញ្ចឹងណាក៏ប៉ុន្តែឥឡូវយើងរើសចំទីតាំងមួយល្អមែនតើបាទមានមលុបមានដើមឈើព័ទ្ធជុំវិញមានអាបន្លាស់ទឹកហូរមកហើយទឹករាក់ទៀតទឹកហូរយឺតមកល្មមមកយើងលេងបានអញ្ចឹងអត់ភ័យខ្លាចរឿងលងអីទេបងប្អូនប្រិមិត្តយើងហើយសូមជំរាបម្ដងទៀតពាក់ព័ន្ធទៅនឹងទូកគេយកតម្លៃ 50000 ហ្នឹងគឺខ្ញុំគិតថាមិនថ្លៃទេព្រោះយើងជិះបាន5 6នាក់អញ្ចឹងក្នុងម្នាក់ 10000 នេះហ្នឹងគេអត់គិតតែក្មេងទេគេគិតតែធំទេបងប្អូនយើងអញ្ចឹងអត់មានថ្លៃទេតម្លៃប៉ុណ្ណឹងមកល្មមដែលយើងអាចទទួលយកបានអញ្ចឹងណាបងប្អូនប្រិមិត្តយើងឥឡូវនេះយើងលេងរហូតបាទងុយទឹកលេងកំសាន្តអូយមើលព្រៃព្រឹក្សាមានវាខ្សាច់មានអាកាសធាតុល្អមើលទៅត្រជាក់ភ្នែកមែនតើបងប្អូនយើងអត់មានក្តៅទេណាបងប្អូនយើងមានក្តៅទេបញ្ជាក់ម្ដងទៀតមកលេងម្ដងហើយចង់មកលេងម្ដងទៀតហើយបងប្អូនកុំព្រួយបារម្ភថាខ្លាចទឹកជ្រៅអត់ទេទឹករាក់ទេហើយអាពេលជិះទូកមកហ្នឹងក៏យើងមានអាវពោងមានអីសម្រាប់ពាក់ដែរបាទមិនមែនថាជិះមកខ្លួនទៅទេអាណុលកោគេអត់មានទេគឺមានអាវពោងពាក់យើងរក្សាសុវត្ថិភាពអញ្ចឹងណាបងប្អូនប្រិយមិត្តយើងឥឡូវនេះបាច់និយាយច្រើនទេខ្ញុំចោះងូតទឹកលេងហើយបងប្អូនយើងចោះហើយគឺសុបាយមាំណាបងប្អូនហើយមានសាច់មានអីយកមកអាំងអីអែមស្នេហ៍តែម្ដងហើយបន្ទាប់មកយើងលេងរហូតដល់មេចិត្តយប់ម៉ោង5ជាងបាទម៉ោង5ជាងក៏ខលហៅខាងទូកគេមកយកវិញអញ្ចឹងណាហើយខាងទូកក៏គេមកយកយើងវិញដែរហើយខ្ញុំចង់ប្រាប់ផ្ញើទៅកាន់បងប្អូនថាបើសិនណាបងប្អូនបើចង់មកលេងកំសាន្តអីបងប្អូនមកចោះបាទតម្លៃត្រឹម 50000 ជីទូកហ្នឹងអត់ថ្លៃទេបងប្អូនយើងហើយយើងមកដល់កន្លែងហ្នឹងគឺមានអារម្មណ៍ស្រស់ស្រាយមែនតើអត់ញ៉ៃទេទេសភាពស្អាតអញ្ចឹងសូមបញ្ជាក់ទីតាំងម្ដងទៀតគឺស្ថិតនៅខេត្តកោះចេះនៅទីនេះគេហៅកោះព្រហ្មចារីក៏ដូចជាគេហៅថាជ្រោយបទាយបាទជ្រោយបទាយកោះព្រហ្មចារីកោះកបីអីហ្នឹងនៅជាមួយនឹងកោះគេហៅថាអាស្អីគេអាកម្ពីបងប្អូនយើងក៏ប៉ុន្តែយើងមកខាងនេះអ្នកមកជាហៀងបងប្អូនប្រិយមិត្តយើងអញ្ចឹងបើសិនណាបងប្អូនចង់មកអីអាចមកលេងបានបាទស្អាតបងប្អូនខ្ញុំនិយាយមែនអត់ខកបងប្អូនទេបងប្អូនមើលក្នុងវីដេអូនេះដឹងហើយគឺស្រស់ស្អាតមែនតើអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនបានទស្សនាហើយពុកម៉ែបងប្អូននឹងមកលេងកំសាន្តនៅទីនេះដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋសហគមន៍នៅទី
នេះផងដែរអរគុណច្រើនសូមជម្រាបលាថ្ងៃក្រោយមានពេលទៅនេះខ្ញុំមកលេងទៀតហើយអរគុណច្រើនបាយបាយដល់ផ្លូវឡើងហើយបងប្អូនប្រិមិត្តយើងដល់ផ្លូវឡើងហើយក៏បើអូនធំតកនេះក្នុងធំតកបាទឥឡូវដល់កន្លែងយើងឡើងវិញហើយឥឡូវទូក៏អត់ដែរនៅសល់តែយើងក្រោយគ្នាបងប្អូនយើង